នៅក្នុងពេលយប់ដែលនាយចេស្តាយកទ្រព្យសម្បត្តិចូលទៅដល់ក្នុងផ្ទះរបស់លោកថៅកែមាននៅពេលនោះថៅកែសប្បាយចិត្តខ្លាំងណាស់ដោយសារតែចេស្តានេះហើយដែលជាអ្នកជួយយឹតយងគ្រួសាររបស់គាត់ឲ្យថ្កុងថ្កើងឡើងមកវិញនៅពេលនោះថៅកែក៏បាននិយាយទៅកាន់ចេស្តាថាណែក្មួយអ៊ំអរគុណឯងខ្លាំងណាស់ដែលឯងបានមកជួយគ្រួសាររបស់អ៊ំលុយកាក់ទាំងអស់នេះបើសិនជាពេលណាអ៊ំរកបានអ៊ំនឹងសងទៅឲ្យឯងវិញតែនៅក្នុងពេលនោះចេស្តាគេក៏បានឆ្លើយតបថាមិនបាច់ទេលោកអ៊ំសំខាន់ឲ្យតែយើងយកទៅទិញឈើយកមកធ្វើជាគ្រឿងចម្លាក់ឲ្យបានសិនទៅរឿងផ្សេងទៀតចាំគិតពេលក្រោយចោះក្រោយមកពួកគាត់ទាំងអស់គ្នាបានអង្គុយពិភាក្សាគ្នាអស់មួយសន្ទុះម្យ៉ាងទៀតពេលនេះមេក៏ចិត្តផ្លូវហើយដែរនៅក្នុងពេលនោះថៅកែមានគាត់ក៏បាននិយាយឡើងថាបានហើយចេស្តាក្មួយឯងអស់កម្លាំងហើយធ្វើដំណើរមកពីឆ្ងាយឆាប់ទៅសម្រាកទៅតែនៅក្នុងពេលនោះចេស្តាគេក៏បាននិយាយថាមិនអីទេអ៊ំទៅសម្រាកមុនចុះខ្ញុំចង់អង្គុយនៅទីកន្លែងនេះបន្តិចព្រះច័ន្ទពេលនេះកំពុងតែស្អាតខ្លាំងណាស់បន្ទាប់ពីនោះទៅលោកអ៊ំមានជាមួយនឹងប្រពន្ធរបស់គាត់ក៏បានធ្វើដំណើរចូលទៅក្នុងផ្ទះចំណែកឯពូស្រួចគាត់ក៏បានលើកទ្រព្យសម្បត្តិនោះចូលទៅក្នុងផ្ទះរបស់តាកែផងដែរនៅពេលនោះក្រមុំបតុមក៏បាននិយាយទៅកាន់ចេស្តាថាណែបងជប់ហើយហេតុអ្វីក៏មិនទៅសម្រាកទៅតែចេស្តាគេក៏បានឆ្លើយតបទៅកាន់បតុមថាមិនអីទេបងចង់នៅអង្គុយទីកន្លែងនេះបន្តិចចង់មើលព្រះច័ន្ទដែលកំពុងតែរះក្រោយមកបតុមក៏បានអង្គុយនៅទីកន្លែងនោះរួចឆោយប្រោកប្រាយគ្នាទៅវិញទៅមកពេលនោះបតុមនាងក៏បាននិយាយទៅកាន់នាយចេស្តាណែបងតើបងមានរឿងអ្វីលាក់ទុកក្នុងចិត្តមែនឬទេនិយាយប្រាប់ខ្ញុំមកក្រែងលោកខ្ញុំអាចជួយដោះស្រាយទៅឲ្យបងបានយ៉ាងហោចណាស់ក៏បានមនុស្ស2នាក់បានដឹងផងដែរបើលាក់ទុកតែម្នាក់ឯងនោះប្រកាសជាលំបាកខ្លាំងណាស់ចេស្តាគេសំឡឹងមុខទៅកាន់នាងបតុមរួចឆោយគេបាននិយាយថាមិនអីនោះទេគ្រាន់តែបងធ្វើដំណើរចូលទៅកាន់ទីកន្លែងទុកទ្រព្យសម្បត្តិពេលដែលបងបានឃើញសាកសពរបស់ឪពុកបងមានអារម្មណ៍ថារំជើបរំជួលចិត្តថែមទាំងអាណិតទៅដល់គាត់ទៀតផងគាត់បានបីបាច់ថែរក្សាបងតាំងពីអាយុ10ឆ្នាំរហូតដល់បងពេញរូបពេញរាងក៏ប៉ុន្តែមិនទាន់នឹងបានតបស្នងសងគុណទៅកាន់ឪពុកចិញ្ចឹមផងគាត់ស្រាប់តែបាត់បង់ជីវិតចោលបងបានបើសិនជាគ្មានគាត់ជាអ្នកជួយបងនៅក្នុងព្រៃយប់នោះទេបងប្រកាសជាស្លាប់ដោយសារតែសត្វខ្លះឬក៏ពពួកសត្វចចកពិតជាមិនខាននោះឡើយនាងបតុមក៏បានសម្លឹងទៅកាន់មុខកំឡោះចេស្តាក្រោយមកនាងក៏បាននិយាយឡើងថាមិនអីទេបងទោះយើងមិនអាចបានតបស្នងសងគុណទៅកាន់គាត់នៅពេលដែលគាត់នៅរស់ក៏ដោយក៏ប៉ុន្តែពេលដែលយើងមានទ្រព្យសម្បត្តិយើងធ្វើបន់ឲ្យច្រើនឧទ្ទិសកុសលទៅឲ្យគាត់ទៅគាត់ប្រកាសជាបានចំណែកបន់ខ្លះពីពួកយើងពិតជាមិនខាននោះទេចេស្តាគេក៏បាននិយាយឡើងពិតមែនហើយខ្ញុំត្រូវតែខំធ្វើបន់ធ្វើទានដើម្បីឲ្យគាត់ទទួលបានអានិសង្សពីខ្ញុំខ្លះគិតទៅឆាកជីវិតរបស់មនុស្សយើងពិតជាមិនទៀងនោះទេកើតចាស់ឈឺស្លាប់ជិះមិនរួចក្រោយមកកំឡោះក្រមុំតែ2នាក់ក៏បានអង្គុយប្រោកប្រាជ្ញគ្នាបានមួយសន្ទុះក្រោយមកសំឡេងសត្វមាន់ក៏ចាប់ដើមរងាវឡើងបានន័យថាពេលនេះមេឃជិតភ្លឺហើយពេលនោះចេស្តាក៏បាននិយាយទៅកាន់នាងបតុមថាណែអូនមេឃជិតភ្លឺហើយចូលទៅសម្រាកទៅម្យ៉ាងទៀតបងក៏អស់កម្លាំងដែរតោះទៅសម្រាកទៅក្រោយពីនិយាយរួចពួកគេទាំងអស់គ្នាក៏បានបំបែកគ្នារួចឆោយទៅសម្រាករៀងៗខ្លួនចំណែកឯចេស្តាដោយសារតែអស់កម្លាំងគេបានសម្រាកជ្រុលដល់ព្រឹកនៅពេលព្រឹកឡើងកម្មករទាំងអស់ក៏ចាប់ផ្ដើមនាំគ្នាធ្វើដំណើរមកកាន់ផ្ទះរបស់ថៅកែមានដោយសារតែពួកគេចង់ស្ដាប់ដំណឹងល្អឮថាចេស្តាគេទៅយកទ្រព្យសម្បត្តិដើម្បីយកមកឲ្យថៅកែធ្វើជាដើមទុនសម្រាប់រកស៊ីបន្តទៀតក៏ប៉ុន្តែថ្ងៃរះខ្ពស់ណាស់ទៅហើយនៅតែមិនទាន់ឃើញចេស្តា
វិលត្រឡប់មកកាន់ផ្ទះសម្បែងវិញលុះដល់បន្តិចទៀតស្រាប់តែថកែមានក៏បានធ្វើដំណើរចេញមកជាមួយនឹងពូស្រួចនិងប្រពន្ធរបស់គាត់ខណៈពេលនោះថកែគាត់ក៏បាននិយាយថាណែអ្នកទាំងអស់គ្នាចាប់ពីថ្ងៃនេះទៅអ្នកទាំងអស់គ្នាអាចមកបន្តកិច្ចការនៅក្នុងរោងចម្លាក់នេះបន្តទៀតហើយព្រោះថាចេស្តាគេបាននាំសំណាងចូលមកក្នុងផ្ទះឲ្យខ្ញុំកំឡោះម្នាក់នេះពិតជាតារាសំណាងដោយអ្នកទាំងអស់គ្នាបាននិយាយពិតប្រាកដមែននៅពេលនោះកម្មករទាំងអស់គេក៏បានសួរទៅកាន់ថកែថាលោកថកែបើសិនជាអញ្ចឹងតើចេស្តាគេនៅឯណាទៅនៅពេលនោះថកែក៏បានឆ្លើយតបទៅកាន់កម្មករថាពេលនេះចេស្តាគេកំពុងតែសម្រាកដោយសារតែយប់មិញគេធ្វើដំណើរពេញមួយយប់មិនបានសម្រាកនោះទេខ្ញុំក៏មិនហ៊ានរំខានគេដែរឲ្យគេសម្រាកសិនទៅខណៈពេលនោះពូស្រួយគាត់ក៏បាននិយាយទៅកាន់កម្មករទាំងអស់ណែអ្នកទាំងអស់គ្នាយើងមានកិច្ចការធ្វើវិញដោយសារតែកំឡោះចេស្តាគេបានយកទ្រព្យសម្បត្តិមួយចំនួនយកមកឲ្យលោកថកែដូច្នេះហើយយើងគួរតែដឹងគុណគេក៏ប៉ុន្តែពេលនេះឈើមិនទាន់នឹងយកមកដល់ទីកន្លែងរបស់ពួកយើងនោះទេអ្នកទាំងអស់គ្នាសម្រាប់ 3-4 ថ្ងៃសិនចុះបន្ទាប់ពីឈើបានមកដល់ខ្ញុំនឹងផ្ដល់ដំណឹងទៅដល់អ្នកទាំងអស់គ្នាពិតជាមិនខាននោះឡើយនៅពេលនោះកម្មករទាំងអស់សប្បាយចិត្តខ្លាំងណាស់ដោយសារតែពួកគាត់ពុំមានលុយកាក់គ្មានប្រាក់ចំណូលចូលទៅក្នុងគ្រួសារបើសិនជាពួកគាត់មិនបានមកធ្វើការនៅក្នុងរោងកម្មករនេះពូអឿននិងអ្នកផ្សេងទៀតគាត់ក៏បាននិយាយឡើងថាណែលោកពូស្រួចបើសិនជាអញ្ចឹងខ្ញុំសូមផ្ដាំទៅអរគុណចំពោះនាយចេស្តានោះជំនួសពួកខ្ញុំផងពូស្រួចគាត់ក៏បានឆ្លើយតបថាមិនអីនោះទេចាំខ្ញុំប្រាប់សាច់រឿងទាំងអស់នេះទៅកាន់ចេស្តាឲ្យបានដឹងអ្នកទាំងអស់គ្នាត្រឡប់ទៅផ្ទះវិញសិនចុះម្យ៉ាងទៀតថ្ងៃស្អែកនេះពួកយើងនឹងទៅទិញឈើមកសាជាថ្មីសង្ឃឹមថាអ្នកទាំងអស់គ្នាប្រឹងប្រែងធ្វើកិច្ចការបើសិនជាពួកយើងបានសម្រេចតន់ឈើចម្លាក់យកទៅឲ្យម៉ួយនោះអ្នកទាំងអស់គ្នាប្រកាសជាបានប្រាក់រង្វាន់ច្រើនពិតជាមិនខាននោះទេបន្ទាប់ពីនោះកម្មករក៏បានទះដៃក្រោយមកពួកគេក៏បានលាលោកថកែនិងពូស្រួចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ពួកគេរៀងខ្លួនក៏ប៉ុន្តែមាត់របស់កម្មករទាំងអស់នោះនៅមិនស្ងៀមនោះឡើយពួកគេបានយកសាច់រឿងដែលចេស្តាគឺជាមនុស្សអស្ចារ្យនោះជួយទៅដល់គ្រួសាររបស់ថកែនិយាយប្រាប់តគ្នារឿងរ៉ាវមួយនេះក៏បានល្បីល្បាញទៅដល់ផ្ទះរបស់ដង្ខៅមេតបន្ទាប់ពីលេចឮថាគ្រួសាររបស់ថកែមានលុយកាក់យកទៅធ្វើដើមទុនទិញឈើយកមកធ្វើជាចម្លាក់វិញអ្នកទាំង3នាក់នោះមិនសប្បាយចិត្តនោះទេនៅក្នុងពេលនោះដង្ខៅមេតគេក៏បាននិយាយឡើងថាយីតើអាថកែមាននោះវាបានលុយមកពីណាទៀតហើយយកទៅធ្វើដើមទុនទិញឈើបន្តទៀតបើឈើថ្ងៃមុននោះត្រូវយើងដុតកំទេចអស់ហើយវាមិនបានយកមកឆ្លាក់នោះទេនៅពេលនោះនាយក្រាក់គេបាននិយាយថាណែលោកដង្ខៅខ្ញុំបានឮអ្នកភូមិនិយាយតគ្នាថានាយចេស្តាគឺជាតារាសំណាងយប់មិញនេះគេបានយកទ្រព្យសម្បត្តិមួយចំនួនឲ្យទៅកាន់ថកែមានខណៈពេលនោះលោកគ្រូសែគេក៏បានសួរទៅកាន់នាយក្រាក់តើអាចេស្តានោះវាបានលុយកាក់មកពីណាទៅមើលទៅវាគឺជាក្មេងកំព្រាម្យ៉ាងទៀតនោះមកធ្វើការនៅក្នុងផ្ទះគេសោះហេតុអ្វីក៏មានលុយកាក់រហូតអាចមកជួយផ្គត់ផ្គង់ទៅដល់គ្រួសាររបស់ថកែមានបាននាយក្រាក់គេក៏បានញញឹមក្រោយមកគេក៏បាននិយាយឡើងអ្នកទាំងអស់គ្នាភ្លេចហើយមែនឬទេនៅក្នុងល្អាងមានទ្រព្យសម្បត្តិច្រើនខ្លាំងណាស់ម្យ៉ាងទៀតល្អាងនោះគឺមានតែនាយចេស្តាតែប៉ុណ្ណោះទើបអាចចូលទៅយកទ្រព្យសម្បត្តិបានពិតប្រាកដណាស់ចេស្តាប្រកាសជាទៅយកទ្រព្យសម្បត្តិចេញពីទីកន្លែងនោះនៅពេលនោះលោកគ្រូក៏បាននិយាយទៅកាន់អ្នកទាំងពីរថាណែបើសិនជាអត្តកាយមាននោះវាដំណើរការកន្លែងវាទៀតហើយចុះគម្រោងពួកឯងចង់បើករោងឈើចម្លាក់នោះតើគិតយ៉ាងម៉េចទៅ
nơi khung pe nô đong khải kê có bán để chạy làng mình đây tiền lục bong ca bị ngày muốn trong ban đất công ty chơi với trò mà đòn hào nơi khung ngày cày ban tọp bị từ ban đầm nắng trong nông nom con trai từng được khung tia từ đất công ty chơi đó bóc bộ về tiền cha mơ ta chơi stanu vì miền lôi cạ bẩn màn xongรับai thằng cài nối trước tới thưa đam tôn bằng tỏ tiền ta bật tới chơi bẩn nật ở bỏ thằng cài miền cá bị trường mồn nung cứ từ lúc đồng khai ni nom con trai được bỏ con từ bàn lòng khuôn thua chơi chào bấy rồi trai nom khét đất công ty chơi từng nu cầm rong ở bỏ đồng khai kê trong đất công ty ở đông lấy cruza ở bỏ thằng cài miền ai về nít sạp sồn bàn tọp mọc kê nâng bằng cài rong chầm lạ mối ở rồi trai cho cam có bị bể ở bỏ thằng cài miền nu dốc mất từng đòi saiแต่กรรมกรទាំងអស់នៅក្នុងផ្ទះរបស់ថៅកែមានពួកគាត់គឺជើងចម្លាក់ជើងចាស់ម្យ៉ាងទៀតចម្លាក់របស់ពួកគាត់ស្អាតខ្លាំងណាស់ឈ្មោះធំដែលបានធ្វើដំណើរចូលមកទីកន្លែងនេះបានតាក់ទងជាមួយនឹងថៅកែមានកាលពីលោកមុននោះគាត់បាននិយាយថាបើសិនជាមានចម្លាក់ស្អាតដូចជាក្នុងផ្ទះរបស់ថៅកែមានទោះជាមានប៉ុន្មានក៏គាត់ទិញយកទាំងអស់ផងដែរដូច្នេះហើយរឿងរ៉ាវទាំងអស់នេះបានលេចលឺទៅដល់ដង្ខៅមេតទើបដង្ខៅមេតមានគម្រោងចង់កំទេចរោងឈើរបស់ថៅកែមានចោលរួចឆៅគេបើករោងឈើនិងយកកម្មករទាំងអស់ពីផ្ទះរបស់ថៅកែមាននោះឯងគិតទៅពួកអ្នកទាំងអស់គ្នានេះពិតជាមានចិត្តលោភលន់មិនឈប់មិនឈរមែនធ្វើជាដង្ខៅមានដីជាច្រើនហាត់មានសត្វគោក្របីរាប់មិនអស់លុយកាក់ក៏ចាយមិនខ្វះដែរក៏ប៉ុន្តែពួកគេនៅតែសាងអំពើបាបប្រកួតប្រជែងដុតកំទេចអំលីរបស់អ្នកដទៃសំបីតែជីវិតមនុស្សក៏គេសម្លាប់ពួកគេនេះមានក្រពះតែមួយដូចជាជើងដែរហេតុអ្វីក៏លោភលន់ខ្លាំងម្ល៉េះឥឡូវក្នុងពេលនោះយើងក៏លេចទៅនិយាយពីគ្រួសាររបស់ថៅកែមានវិញម្ដងនៅក្នុងថ្ងៃនោះពួកគាត់ក៏បានប្រជុំគ្នាផងដែរថៅកែមានប្រពន្ធគាត់ពូស្រួចជាមួយនឹងនាយចេស្តានៅក្នុងពេលនោះថៅកែមានគាត់ក៏បាននិយាយឡើងថាណែការបរាជ័យរបស់ខ្ញុំម្ដងនេះសំណាងហើយដែលបានចេស្តាគេជាអ្នកជួយឥឡូវនេះខ្ញុំមានគម្រោងចង់ទិញយកឈើប្រណិតទាំងអស់ដើម្បីយកមកឆ្លាក់សាជាថ្មីម្ដងទៀតតែក្នុងចិត្តរបស់ខ្ញុំព្រួយបារម្ភខ្លាចពពួកចោរព្រៃវាទៅឆក់ប្លន់និងដុតកំទេចឈើរបស់ជើងបន្តទៀតតើជើងគួរតែធ្វើយ៉ាងម៉េចទៅនៅពេលនោះចេស្តាគេក៏បាននិយាយឡើងថាលោកអមតាមមើលទៅប្រហែលជាមិនមែនស្នាដៃពួកចោរព្រៃអ្វីនោះទេធម្មតាបើសិនជាពពួកចោរព្រៃមែនវាប្រកាសជាប្លន់យកទៅទ្រព្យសម្បត្តិតែប៉ុណ្ណោះមកយ៉ាងទៀតតើវាមិនប្លន់អ្វីចំពោះរទេះឈើទាំងអស់នេះវាមិនចោកផងតែវាបែរជាដុតចោលខ្ញុំគិតថាប្រហែលជាមាននរណាម្នាក់ជាអ្នកគូប្រជែងរកស៊ីជាមួយនឹងលោកអមគេនោះចង់ធ្វើឲ្យលោកអមរលាយពិតជាមិនខាននោះទេនៅពេលនោះពូស្រួចងក់ក្បាលក្រោយមកគាត់ក៏បាននិយាយទៅកាន់ថៅកែថាពិតមែនឲ្យលោកថៅកែសំដីរបស់ចេស្តាពិតជាស័ក្តិសមខ្លាំងណាស់បើសិនជាពួកចោរព្រៃជាអ្នកធ្វើមែនពួកវាប្រកាសជាមិនមកប្លន់រួចឆោយដុតកំទេចឈើដូច្នេះនោះទេនៅក្នុងពេលនោះខ្ញុំបានសួរអ្នកដឹកឈើទាំងអស់គ្នាហើយគេថាពួកគេនោះសំបីតែសត្វគោមួយក្បាលក៏ពួកគេមិនចុកដែរពួកគេបានដេញសត្វគោឲ្យរត់ចូលទៅក្នុងព្រៃអស់មើលទៅគេប្រហែលជាមានគោលបំណងផ្សេងទៅកាន់លោកថៅកែពិតជាមិនខានថៅកែគិតបន្តិចក្រោយមកគាត់ក៏បាននិយាយឡើងថានៅក្នុងតំបន់នេះគ្មានអ្នកណារកស៊ីឆ្លាក់ឈើដូចជាខ្ញុំនោះទេហើយអ្នកណាទៅចង់ប្រកួតប្រជែងជាមួយនឹងខ្ញុំក្រោយមកថៅកែគាត់ក៏បាននិយាយបន្តទៀតថាបើសិនជាមានអ្នកប៉ុនប៉ងដូច្នេះមែននោះការដឹកឈើម្ដងនេះនៅតែបរាជ័យខ្ញុំប្រកាសជាអស់ដើមទុនទៀតពិតជាមិនខាននោះទេតែពេលនោះចេស្តាក៏បាននិយាយទៅកាន់លោកថៅកែមិនអីទេលោកអមរឿងនេះទោះឲ្យខ្ញុំជាអ្នកចាត់ចែងសំខាន់អមទៅទិញឈើឲ្យតែបានទៅចំណែកឲ្យរឿងដឹកឈើវិលត្រឡប់មកកាន់ផ្ទះសម្បែងនោះទុកឲ្យខ្ញុំជាអ្នកដឹកនាំចាំមើលតើពួកចោរព្រៃនោះវាមានអានុភាពប៉ុណ្ណាដើម្បីមកកំទេចឈើទាំងអស់នេះទៀត
ពូស្រួចក៏បានញញឹមក្រោយមកគាត់ក៏បានទះស្មារបស់នាយចេស្តាពូស្រួចគាត់ក៏បាននិយាយឡើងថានាយចេស្តាពិតមែនហើយលោកពូទុកចិត្តទៅលើឯងប្រកាសជានាំឈើទាំងអស់នោះវិលត្រឡប់មកកាន់ផ្ទះសម្បែងវិញបានពិតជាមិនខាននោះទេដងខៅមានគាត់ក៏បានញញឹមក្រោយមកគាត់ក៏បាននិយាយឡើងថាបើសិនជាចេស្តាជាអ្នកចេញមុខនោះអ៊ំក៏បានស្រួលចិត្តដែរឥឡូវពេលនេះអ៊ំនឹងតាក់តងឲ្យគេទិញឈើប្រណិតយកមកសាជាថ្មីម្ដងទៀតបន្ទាប់ពីបានឈើគ្រប់សូមក្មួយធ្វើដំណើរទៅនាំឈើទាំងអស់នោះត្រឡប់មកផ្ទះបន្ទាប់ពីនោះទៅលោកថៅកែគាត់ក៏ចាប់ផ្ដើមចាត់ចែងឲ្យកូនចៅរបស់គាត់រៀបចំទិញឈើប្រណិតចេញពីតំបន់ផ្សេងដើម្បីដឹកដាក់ជារទេះមកប្រជុំគ្នាបន្ទាប់ពីឈើទាំងអស់នោះបានទិញមករួចហើយចេស្តាគេក៏បានធ្វើដំណើរទៅដើម្បីដឹកនាំក្រុមអ្នករទេះទាំងអស់នោះចំណែកឯអ្នករទេះនោះសតតែជាអ្នកស្គាល់ជាមួយនឹងលោកថៅកែផងដែរបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជាមួយថ្ងៃពួកគេក៏បានចូលមកដល់ទីកន្លែងដែលរទេះត្រូវគេដុតកាលពីលើកមុននៅក្នុងពេលនោះលោកពូម្នាក់មានឈ្មោះថាពូត្រាចក៏បាននិយាយទៅកាន់នាយចេស្តាថាណែអ្នកកំឡោះតើយើងគួរតែសម្រាកនៅក្នុងព្រៃនេះឬក៏បន្តដំណើរទៅមុខទៀតចេស្តាគេក៏បានឆ្លើយតបថាមិនអីទេលោកពូយើងសម្រាកនៅក្នុងព្រៃនេះចុះដោយសារតែសត្វគោធ្វើដំណើរពេញមួយថ្ងៃហើយមិនអាចមកខំគ្នាបាននោះទេពូត្រាចគាត់ក៏បាននិយាយទៅកាន់ចេស្តាថាតែក្មួយទីកន្លែងនេះគ្រោះថ្នាក់ណាស់កាលពីលើកមុននោះយើងត្រូវគេដុតរទេះម្ដងហើយក្រែងលោកពពួកចៅព្រៃវាបង្ហាញខ្លួនសាយទៅថ្មីម្ដងទៀតចេស្តាញញឹមក្រោយមកគេបាននិយាយថាមិនអីទេលោកពូទុកចិត្តលើខ្ញុំចុះពួកចៅព្រៃប្រហែលជាមិនអាចធ្វើអ្វីយើងបាននោះទេណាស់ហើយថ្ងៃរសៀលទៅហើយនាំគ្នាដាក់រទេះគោឲ្យជុំគ្នារួចឆោយនាំគ្នាបង្កាត់ភ្លើងដាំបាយដាំទឹកហូបទៅក្រោយមកអ្នករទេះទាំងអស់ក៏ចាប់ផ្ដើមដាក់រទេះហើយពួកគាត់មិនបានដាក់ឆ្ងាយពីគ្នាដូចជាការលើកមុននោះទេគឺពួកគាត់ស្ដាប់តាមសម្ដីរបស់ចេស្តាប្រមូលរទេះទាំងអស់យកមកដាក់ក្បែរគ្នាបន្ទាប់ពីនោះទៅពួកគាត់ក៏ចាប់ផ្ដើមបង្កាត់ភ្លើងដាំបាយដាំទឹកតែក្នុងពេលនោះអង្គក៏មានបន្តិចបន្តួចមិនមានគ្រប់ចំនួននោះឡើយដោយសារតែពួកគាត់មិនបានត្រៀមទុកសម្រាប់ដាំបាយហូបនៅក្នុងព្រៃគម្រោងអ្នកទាំងអស់គ្នានោះគឺបានគិតថានឹងធ្វើដំណើរពេញមួយយប់ឲ្យផុតព្រៃនេះព្រោះថាតំបន់ព្រៃគឺជាទីកន្លែងគ្រោះថ្នាក់បន្ទាប់ពីនោះទៅពួកគេក៏បានដាំបាយដាំទឹកមានចំនួនតិចរួចហើយចែកគ្នាហូបបានតែបន្តិចម្នាក់ក៏ចាប់ផ្ដើមអស់បាយនោះទៅនៅពេលនោះចេស្តាគេក៏បាននិយាយថាមិនអីទេពួកយើងទ្រាំទៅថ្ងៃស្អែកនេះយើងប្រកាសជាបានហូបចុកសាច់ឆ្ងាញ់ពិតជាមិនខានទ្រាំតែមួយយប់នេះសិនទៅខណៈពេលនោះពេលយប់ក៏បានឈានចូលមកដល់ម្នាក់គោពោះដោយសារតែពួកគេហូបមិនឆ្អែតម្យ៉ាងទៀតនោះដោយសារតែធ្វើដំណើរមកឆ្ងាយហើយផងដែរក្រោយមកពួកគេក៏បានមកកាត់ភ្លើងមួយភ្នក់រួចឆោយជំនុំគ្នានិយាយពីនេះពីនោះចំណែកឯក្រុមរបស់ដង្ខៅមេតបានបន្លំខ្លួនបាត់មុខធ្វើជាពពួកចៅព្រៃចូលមកលាក់ខ្លួនស្ទាក់ចាំដុតកំទេចឈើទាំងអស់នេះសាជាថ្មីម្ដងទៀតនៅពេលនោះដង្ខៅមេតក៏បាននិយាយទៅកាន់កូនចៅរបស់គេថាណែពួកឯងបន្តិចទៀតបាញ់កំភ្លើងកំឡាពួកវាឲ្យពួកវារត់ចេញពីទីកន្លែងនេះយើងនឹងដុតកំទេចឈើនោះចោលសាជាថ្មីម្ដងទៀតក៏ប៉ុន្តែនៅក្នុងពេលនោះកូនចៅដង្ខៅក៏បាននិយាយឡើងថាលោកដង្ខៅអ្នកកំឡោះម្នាក់នោះដូចជាចម្លែកមុខគេដូចជាមិនមែនអ្នកស៊ីឈ្នួលដឹករទេះនោះទេដង្ខៅក៏បានសម្លឹងទៅកាន់កំឡោះម្នាក់នោះក្រោយមកគាត់ក៏បាននិយាយថាមើលទៅគេប្រហែលជាអ្នកដឹកជញ្ជូនថ្មីដោយសារតែការពីមុននោះយើងបានសម្លាប់អស់អ្នកដឹកជញ្ជូនប៉ុន្មានអ្នកដែរហើយ
Nè từ với khmer ở với chồng lại nụ tê bộ trường riếp trong khôn từ chạp khôn một chật tiền cầm phượng rút sầm đại từ sải ở khlang khlang nơi bên nô bộ kê có chạp đam tiêm khốn rồi chơi có bán tiền cầm phượng bánh đùng cái đen rút sầm đại từ đó com nè rồi tayទាំងអស់នោះnè rồi tay có chạp đam phay rút chào lao bên nô bộ kê sơ tay rút tranh bị ti cần lại nô chơi sta có bán đi chơi từ can nè rồi tay tiếng óc kia tha nè nè tiếng óc kia nơi nghiêm từ buồn khang cay được tay sân từ thua mạch lẹ luôn ở chân ở đường này tội chống trên nè chặt chài nơi bên nô nè rồi tay có bán đi chơi từ can chơi sta tha nè mình cà tê dương rút kịch luôn dốc chịu vất sân từ bộ chào bơi tiếng óc này cầm này khang nè về miền tây cầm phượng miền tây đá cầm bật mà chàng tiền bài trường này về bờ con cho mình tộc chịu vật ai bội trường đủ lao chơi sta nhẫn nhấm cái móc cây có bán để chơi thà mà này tê tự bằng nơi cái lái rồi tay nụ sân từ có mọi cọp cầm phượng ba cho môi đang nẹt từng óc nia mà nụ chùm nôn tràn nè ban top stop sầm đầy ở bờ chơi sta rồi bộ kế có bán tập buôn cái bài rồi tê khả nạ pê nụ ban top crom cháo công pong tại đa sầm đầy mơ rock chơi sta kế có bán đa sầm đầy tơ rock crom cháo giang ong con trai cháu ban to pi khinh mình nè đa sầm đại từ kê vĩnh cái hạ đôi chân miên ở đóng ngừng ngol kê có bán xôi tại căn đồng khai mệt thà cháu vái hay cho cầm lọt nú kê rột o hay mạch cầu vía rốt mà róc trường vĩnh anh ấy viết sờ băng sát tay mình đắng đồng khai mệt kê có bán chòi tọp thà còn toàn này dây tràn chạm mờ viết mà chất dương sần tư nơi bên nô ban to bên này chơi sta đào để chân đòn khải kế có bán để chơi thà này bảo mình khai slap kế rụt buồn ở hào hà vậy có anh mà rút tranh pt cái lại đôi kế để anh tư chơi sta kế có bán để chơi làng thà dương mình khai bộ ai nụ tê bộ a chào prey cầm pay cầm pong ba ai kháng ai chào một chụp này dương mình ai bộ anh móc đất cầm tay chơi đi bàn lao bộ anh trớt để slap đòn khai mết có bán để chơi từ cản chơi sta thà ta anh sắm mang ai mà nuôi cầm pay cầm pong anh mơ kia dương sắp tay cầm phượng cục đầy anh mình khai slap để ai nơi bên nuôi chơi sta kế có bán chơi tọp thà dương không biết là vay nụ tê dương miên tại đại tụt tê miên tại cồn có bật môi tai bẩn no có bẩn tai ba sân chạy anh miên sầm mặt hiệp anh chầu một bộ anh công để chơi tràn bánh xăm lắp về trò mùi tư còn tục viên non từ từ play dọc xạ sọc robot vía mà chút chương robot dương phong cái một con trái prom tiếng thà cài coi chập đam nòng kia tiền cầm phướng bánh xăm đầy tơ róc nét cầm lóc nẹt nù chơi sta bán pronom đầy ở rồi choi sâu sáp nên muốn công kia thà crop cầm phướng sôi đôi tập liền bàn bánh xăm đầy tơ róc kê có bàn tay crop cầm phướng mình ai tự bọc chưa mới được luôn robot kê bàn đòi xa tại ông này cùng robot kế prom tiếng cho cùng class xạ sật đại bốc robot kế bàn ao nu crop cầm phượng để bàn tới ban bằng tiền tranh bị luôn robot kế từ ba cho môi được đam chớ ba cho môi được tay lư sâu bè bò nẹt đặc chơi từng ó bác nét thùng bàn tọp bị khơi an hiệp ở robot cầm lọc mà nẹt này bù trai ban để chơi từ can khnia robot quạt thà dê cầm lọc mà nẹt này ấy có trà khlang lại xong bay từ cro cầm phướng có bánh kế mình trời đái anh chàng tê tá ban chia thay cài miến bánh chun kế ai mọc thuê trên nhạc đực nóm cái đóng đồ bọc bộ trường nè dương chăm mơ bàn tò tiệt mơ ta kế thuê chẳng mạch tới con trai robot đang khai mệt bàn tò bị cro cầm phướng mình ai thuê quay từ cán chế sta bàn kế có ban đi chơi từ cán đồng khai thà lục đồng khai mệt cha bớt cái chân bị tí cái lại đi tới mơ tại cầm lọc ní pra hai chạy cùng nơi bên nô ban to bị chơi sta ban lưới một thằng đồng khai mệt kế có chắp đám chắp arom pro thà muốn nâng ở bốc ở bọc kê ban đánh kế chân bị khòng ang cọt ban prap thà nề cả ban cả bọt crom từ sạp cục chứ mới nâng khai cờ bảy mệt rồi chào ban chạm prén đốt xâm lấp con trai rồi bọc cọt nâng tam xâm lấp cót phong đai còn ta lưới một ní có chắp đám thua ở chơi sta
ចាប់ដើមក្តៅស្លឹកត្រចៀកងើងចេស្តាគេក៏បានសួរទៅកាន់មេចៅនោះថាណែឯងជាដង្ខៅមេតមែនឬទេហេតុអ្វីក៏ឯងមកបន្លំខ្លួនធ្វើជាពពួកចោរព្រៃដង្ខៅនោះក៏បាននិយាយឡើងថាយើងជាដង្ខៅយ៉ាងម៉េចតើឯងចង់ធ្វើអីយើងចង់បន្លំខ្លួនធ្វើជាចោរព្រៃក៏បានដែរថ្ងៃនេះគឺឯងត្រូវតែស្លាប់ហើយទោះជាឯងបានស្គាល់យើងក៏ឯងមិនអាចយកសាច់រឿងទាំងអស់នេះទៅប្រាប់ដល់ថៅកែឯងវិញបានដែរពួកដែងបាញ់សម្លាប់វាចោលសារជាថ្មីទៅតែពេលនោះចេស្តាក៏បានដោះអាវរបស់គេបោះទៅលើរទេះរួចឆោយក៏ចាប់ដើមប្រសិទ្ធិសោតសែបដាស់ទៅដល់មុនអាគមមហាឧត្តដែលជាមុនអាគមស្បែកគង់កាប់បន្មុតដុតបញ្ឆេះដែលបន្តបានពីឪពុករបស់គេនោះឯងបន្ទាប់ពីនោះទៅក្របកំភ្លើងបាញ់ឡើងស្ទោះក៏ប៉ុន្តែនៅតែមិនអាចធ្វើអ្វីទៅកាន់នាយចេស្តាបានចេស្តាគេក៏បាននិយាយឡើងថាចាំបាច់ហើយពួកអាសម្រាមពួកឯងនេះគឺជាមនុស្សអាក្រក់ខ្លាំងណាស់ថ្ងៃនេះពួកឯងត្រូវទៅអស់ជីវិតនៅក្នុងដែនព្រៃនេះក្រោយមកដងខៅមេតដោយសារតែខ្លួនធ្លាប់ជាអ្នកលេងដែរក៏ប៉ុន្តែមានគ្នាច្រើនបែរជាមកចាញ់កំឡោះម្នាក់នេះគេមិនសក់ចិត្តនោះទេគេបាននិយាយទៅកាន់កូនចៅថាហុចដាវមកឲ្យអញបើសិនជាកំភ្លើងមិនអាចសម្លាប់វាបានអញនឹងយកដាវអញទៅកាត់ក្បាលរបស់វាពេលនោះកូនចៅរបស់ដងខៅបានហុចដាវទៅឲ្យដងខៅទាំងញ័រដៃទៅត្រើនដងខៅទាញផ្លែដាវនោះរួចឆោចដាវយ៉ាងអង្អាចសំដៅទៅរកចេស្តារំពេចនោះគេក៏បានកាប់ដាវសំដៅទៅលើខ្លួនរបស់នាយចេស្តាភ្លាមចេស្តាបានលូកដៃចាប់ដាវនោះជាប់រួចឆោយកាច់បំបាក់វាគប់ទៅលើដីនៅពេលនោះទើបដង្ខៅមេតចាប់ដើមបើកភ្នែកធំរួចឆោយដើរថយក្រោយបន្តិចដង្ខៅក៏បាននិយាយឡើងតែម្នាក់ឯងថាអានេះពិតជាការបន្មុតដុតបញ្ឆេះមែនអានេះពិតជាខ្លាំងណាស់តើឯងគឺជាអ្នកណាទៅក្រោយមកនាយចេស្តាក៏បាននិយាយឡើងថាឯងភ្លេចហើយកាលពីប៉ុន្មានឆ្នាំមុនឯងនេះធ្លាប់សម្លាប់ឪពុកជើងដែលជាមេចោមហាអ៊ុតឯងបានដុតកូនចៅរបស់គាត់សម្លាប់នៅក្នុងភ្លើងយប់នេះគំនុំរបស់លោកឪពុកយើងត្រូវតែសងសឹកពួកឯងត្រូវតែខ្លាចជាខ្មោចចោលឆ្អឹងនៅក្នុងដែនព្រៃនេះចេស្តាក៏ចាប់ផ្ដើមសូត្រអាគមផ្លុំដាក់ទៅលើដៃបង្កើតនិមន្តអាគមមហាកម្លាំងរួចឆោយបានវាយសម្ដៅទៅកាន់ដងខៅមេតមួយដៃឲ្យប៉ាំងទៅផ្ទប់ជាមួយនឹងដើមឈើប្រហែលជា10ម៉ែត្រធ្លាក់អុកគូតទៅលើដីលឺសូរដឹបចំណែកអាឈាមក៏ចាប់ផ្ដើមក្អួតចេញតាមមាត់មកភ្លាមនោះគេក៏ចាប់ផ្ដើមទាញខ្លុយប្រណំដៃសូត្រសែបអាគមបន្ទាប់ពីផ្លុំខ្លុយរួចស្រាប់តែពពួកសត្វពស់ចម្រុះមុខសត្វតែជាពពួកសត្វពឹសមានអំណាចខ្លាំងក្លាសត្វអាសេរពឹសទាំងអស់នោះក៏ចាប់ផ្ដើមវាសម្ដៅទៅកាន់និមិត្តជាមួយនឹងកូនចៅរបស់គេពេលនោះដង្ខៅមេតងើបទៅណាក៏ងើបមិនរួចដោយសារតែបាក់ឆ្អឹងខ្ទេចព្រោះតែកណ្ដាប់ដៃមហាទម្ងន់របស់នាយចេស្តាភ្លាមនោះបន្ទាប់ពីសត្វពស់មកច្រើនពេកកូនចៅរបស់ដង្ខៅក៏បានលើកដៃសំពះឲ្យនាយចេស្តាទុកជីវិតទៅដល់ពួកគេក៏ប៉ុន្តែពេលនោះចេស្តាក៏បាននិយាយទៅកាន់ពួកអ្នកទាំងអស់គ្នានោះថាណែនៅក្នុងថ្ងៃដែលឯងបានសម្លាប់កូនចៅរបស់ឪពុកជើងដោយប្រើភ្លើងដុតទៅកាន់ពួកគេឯងមិនដឹងថាពួកគេក្តៅប៉ុណ្ណាដែរឬទេពួកគេក៏សុំឯងលើកលែងជីវិតដែរតែពួកឯងនេះសាហាវណាស់នៅតែធ្វើដូច្នោះមិនត្រឹមតែប៉ុណ្ណោះមនុស្សល្អជាច្រើនអ្នកនៅក្នុងភូមិត្រូវស្លាប់ដោយសារតែពួកឯងមិនដឹងថាមានចំនួនប្រមាណអ្នកហើយនោះទេឲ្យតែអ្នកណាធ្វើជាឆ្អឹងទៅតឹងករបស់ពួកឯងនឹងសម្លាប់គេភ្លាមពេលខ្លះក៏សម្លាប់តែដោយមន្តអាគមពេលខ្លះក៏បានសម្លាប់តែដោយផ្លែដាវនិងកំភ្លើងរបស់ពួកឯងយប់នេះពួកឯងត្រូវតែស្លាប់សត្វពស់អាសេរពឹសទាំងអស់ក៏ចាប់ដើមនាំគ្នាវាព័ទ្ធជំវិញទីកន្លែងនោះក្រោយមកពួកវាក៏ចាប់ដើមចឹកសម្លាប់កូនចៅរបស់ដង្ខៅមេតឲ្យស្លាប់អស់នៅក្នុងពេលនោះទៅម្នាក់បែកពពុះមាត់ប្រកាច់ប្រកិនចង់រត់ក៏រត់មិនរួចក្រោយពីការស្លាប់ពួកគេមានសភាពទឹកមុខជាំព្រមទាំងស្បែកពោពេញទៅដោយជាតិពឹសជ្រាបចូលទៅក្នុងខ្លួន
រីឯដង្ខៅមេតបើកភ្នែកធំចំហមាត់បន្ទាប់ពីឃើញសត្វពស់ច្រើនដូច្នោះក៏ប៉ុន្តែពេលនោះរតនាក៏រត់មិនរួចដែរដោយសារតែខ្លួនបានបាក់ឆ្អឹងខ្ទេចសត្វពស់ទាំងអស់ក៏ចាប់ផ្ដើមនាំគ្នារុំព័ទ្ធរួចឆោយបានចឹកសម្លាប់ដង្ខៅនោះឲ្យស្លាប់នៅក្នុងពេលនោះឯងក្រោយពីពួកគេបានស្លាប់អស់ក្រុមអ្នករទេះក៏បានដើរចេញទៅរួចឆោយទះដៃអបអរគេបាននិយាយទៅកាន់នាយចេស្តាថាណែអ្នកដឹកនាំក្រុមលោកពិតជាអស្ចារ្យមែនសម្បីតែក្របកំភ្លើងក៏មិនអាចធ្វើអ្វីលោកបានដែរខ្ញុំពិតជាមិនជឿនោះទេបើសិនជាពួកខ្ញុំមិនបានឃើញផ្ទាល់ភ្នែកចេស្តាគេក៏បាននិយាយឡើងថាមិនអីទេពួកវេនេះសមតែស្លាប់តាមពិតទៅពួកវាកាយសាហាវណាស់វាគឺជាដង្ខៅដែលជាអ្នកទិញដូរក្របីនៅក្នុងភូមិរបស់ជើងតែវាបានព្យាយាមមកកំទេចឈើនេះដោយសារតែវាចង់យកឈ្នះចាញ់ជាមួយនឹងថកែរបស់ជើងនោះឯងឥឡូវនេះពួកសត្វដេរឆានទាំងអស់នេះបានស្លាប់អស់ទៅហើយពួកយើងសម្រាប់បន្តទៀតទៅនៅពេលនោះពូត្រាចគាត់ក៏បាននិយាយថាណែឥឡូវនេះលោកសម្រាប់ម្ដងទៅពួកខ្ញុំនៅយាមកាមទីកន្លែងនេះតែនៅពេលនោះចេស្តាគេបាននិយាយថាមិនអីទេអ្នកទាំងអស់គ្នាធ្វើដំណើរឆ្ងាយដូចគ្នាម្យ៉ាងទៀតការពេលល្ងាចមិញនេះហូបចុកមិនគ្រប់គ្រាន់ផងសម្រាប់ទៅខ្ញុំនឹងនៅយាមកាមទីកន្លែងនេះគ្មានអ្នកណាអាចធ្វើអ្វីទៅដល់អ្នកទាំងអស់គ្នាបាននោះទេបន្ទាប់ពីនោះទៅអ្នករទេះក៏បាននាំគ្នាទៅសម្រាប់សាជាថ្មីនៅពេលនោះនាយចេស្តាបានបង្កាត់ភ្លើងនៅអង្គុយតែម្នាក់ឯងដល់ពាក់កណ្ដាលអត្រាតអ្នករទេះទាំងអស់ក៏ចាប់ផ្ដើមកោពោះគ្រូម្នាក់រសាប់រសល់ដោយសារតែហូបមិនឆ្អែតទើបដេកមិនលក់ក៏ប៉ុន្តែដោយសារតែអស់កម្លាំងហើយយ៉ាងម៉េចយ៉ាងម៉ាស់ក៏ត្រូវតែសំងំដែរនៅពេលរាត្រីនោះនៅពេលដែលចេស្តាកំឡោះសង្ហាកំពុងតែអង្គុយសេញជុកសេញជឹងនៅពីខាងមុខភ្លើងតែម្នាក់ឯងស្របពេលនោះផងដែរស្រាប់តែមានស្រីក្រមុំម្នាក់ដើរមកញ៉ៃញងមើលទៅហាក់ដូចជាកំពុងតែតាក់ទាញទៅកាន់ខ្សែភ្នែករបស់កំឡោះម្នាក់នេះចេស្តាបានលើសម្រាប់ជើងគេក៏បានក្រឡេកសំឡឹងទៅស្រាប់តែបានឃើញថាមានស្រីក្រមុំម្នាក់មានរូបឆោមស្រស់ស្អាតញញឹមញញែមក៏ប៉ុន្តែចិត្តចេស្តាគេបានដឹងរួចទៅហើយថានាងនេះគឺជាអ្វីរំពេចនោះនាងបន្ទាប់ពីបានឃើញចេស្តាកំពុងតែអង្គុយម្នាក់ឯងសែនឯកាដូច្នោះនាងក៏បានបោះពាក្យទៅកាន់ចេស្តាថាណែបងតើរងាមែនឬទេបានជាមកអាំងភ្លើងតែម្នាក់ឯងដូច្នោះចេស្តាញញឹមបន្តិចក្រោយមកគេក៏បាននិយាយថាមែនហើយខ្ញុំរងាខ្លាំងណាស់ទើបខ្ញុំចេញមកអាំងភ្លើងហើយចោះនាងមកពីណាមកពីណីដែរពេលនោះនាងក៏បានឆ្លើយតបថាខ្ញុំជាកូនអ្នកភូមិដែលរស់នៅក្នុងព្រៃនេះនៅក្នុងព្រៃមានកូនភូមិតូចមួយមានមនុស្សចំនួនប្រហែលជាជាង10គ្រួសារដែរដោយសារតែខ្ញុំអបសក់ទើបខ្ញុំធ្វើដំណើរមកទីកន្លែងនេះទៅម្យ៉ាងទៀតដោយសារតែខ្ញុំបានឃើញពន្លឺនៃភ្នក់ភ្លើងបានបង្កើតឡើងណែបើសិនជាបងរងាហេតុអ្វីក៏បងមិនរកអ្នកណាម្នាក់កុំដោះឲ្យបាត់រងាទៅចេស្តាងក់ក្បាលហើយគេនិយាយតិចទៅកាន់នាងក្រមុំម្នាក់នោះនៅក្នុងព្រៃដូច្នេះតើឲ្យបងទៅរកអ្នកណាទៅនាងស្រីក្រមុំក៏ចាប់ផ្ដើមដើរតិចសំដៅទៅរកចេស្តាក៏ប៉ុន្តែគេមិនបានដើរទៅចូលចិត្តពេកនោះទេពេលនោះនាងបាននិយាយទៅកាន់ចេស្តាថាបើសិនចង់មានអ្នកកំដរនោះអូនអាចកំដរបងបានតែនៅទីកន្លែងនេះមនុស្សច្រើនខ្លាំងណាស់មើលទៅវាដូចមិនសមនោះទេបងធ្វើដំណើរមកតាមខ្ញុំមកក្រោយមកចេស្តាគេក៏បាននិយាយថាបើសិនជាអញ្ចឹងក៏ល្អដែរបងនឹងទៅតាមអូនក្រោយមកនាងស្រីម្នាក់នោះក៏ចាប់ដើមនាំចេស្តាធ្វើដំណើរចេញពីទីកន្លែងរបស់អ្នករទេះទាំងអស់នោះចេស្តាគេក៏បានដើរតិចរួចហើយក៏បានទាញកាំបិតរបស់គេសូត្រខ្សែប្រសិទ្ធិមន្តអាគមរួចហើយសោកទៅកាន់ចង្កេះវិញ
ក្រោយពីដើរឆ្ងាយពីទីកន្លែងនេះបន្តិចនាងស្រីក្រមុំម្នាក់នោះក៏ចាប់ផ្ដើមឈប់ត្រឹងរួចឆោយទៅចិត្តខ្លួនរបស់ចេស្តាបានធ្វើជាចរិតញ៉ៃញងហាក់ដូចជាកំពុងតែឲ្យដៃចេស្តាឈរស្ងៀមរួចឆោយគេធ្វើហាក់ដូចជាកំពុងតែចាប់អារម្មណ៍ទៅកាន់ស្រីម្នាក់នេះរំពេចនោះផងដែរនាងក៏ចាប់ផ្ដើមមានភ្នែកពណ៌ក្រហមឆេះបាញ់ចេញចង្កូមទៅមុតស្រួចរួចឆោយក៏បំរុងខាំសំដៅកញ្ចឹងករបស់នាងចេស្តាពេលនោះចេស្តាគេក៏បានដឹងថានាងនេះក៏ជាព្រាយដែរដូច្នេះហើយគេក៏ចាប់ផ្ដើមត្រៀមខ្លួនទុកជាមុនរួចជាស្រេចមើលទៅនាងព្រាយនេះប្រហែលជាមិនដឹងខ្លួនថាខ្លួនកំពុងតែប្រឡែងជាមួយនឹងភ្លើងតតែសោះភ្លាមនោះកំបាត់អាគមក៏បានដកចេញពីចង្កេះរួចឆោយក៏បានចាក់ដាំទ្រូងរបស់នាងនោះនាងក៏ចាប់ផ្ដើមប្រកាច់ប្រកិនស្រែកចេញមកជាសំឡេងរបស់សត្វជ្រូកព្រៃភ្លាមនោះបន្ទាប់ពីចេស្តាបានដកកំបាត់រួចនាងក៏បានដេកទៅលើដីរួចឆោយប្រកាច់ប្រកិនប្រែរូបរាងคล้ายទៅជាសត្វជ្រូកព្រៃដ៏ធំមួយក្បាលចំណែកឯវិញ្ញាណព្រាយនោះក៏បានហោះចេញពីក្នុងជ្រូកព្រៃរួចឆោយរលាយសាបសូន្យបាត់ដោយសារតែកំបាត់មុនអាគមរបស់ចេស្តានោះឯងបន្ទាប់ពីព្រាយបានចេញពីខ្លួនសត្វជ្រូកនោះបាត់សត្វជ្រូកដ៏ទ្រលុកទ្រលន់កំពុងតែដេកនៅលើកំណោចុងស្មៅនៅពេលនោះចេស្តាក៏បាននឹកឃើញថាគ្នារបស់គាត់កំពុងតែឃ្លានគ្មានអ្វីហូបផងឥឡូវពេលនេះមានសាច់ជ្រូកដ៏ធំមួយក្បាលល្មមនឹងចាប់ឲ្យពួកគេចំអាតក្រពះនៅពេលជុំនៅពេលនោះសំឡេងរបស់ជ្រូកព្រៃស្រែកក៏បានធ្វើឲ្យអ្នករទេះទាំងអស់ភ្ញាក់ឡើងផងដែរដោយពួកគេមនីឡើងព្រួយបារម្ភថាមានសត្វខ្លះចូលមកប្រមាញ់ជ្រូកព្រៃនៅទីកន្លែងនេះម្នាក់ទាញកំបាត់ទាញពូថៅដោយសារតែមានអារម្មណ៍ភ័យតក់ស្លន់នៅពេលនោះពូត្រាចក៏បាននិយាយទៅកាន់គ្នារបស់គាត់ថាណែពួកយើងដូចជាបាត់ចេស្តាតើចេស្តាគេធ្វើដំណើរទៅណាទៅជួយរកមើលគ្នាមើលក្រែងលុតត្រូវសត្វខ្លះខាំគេបាត់ទេមិនដឹងក្រោយមកពួកអ្នករទេះក៏ចាប់ផ្ដើមមនីរកមើលឆ្វេងមើលស្ដាំមួយផ្លែតក្រោយមកស្រាប់តែបានឃើញនាយចេស្តាលីសត្វជ្រូកព្រៃមួយក្បាលដែលសំដៅចូលមកទីកន្លែងនេះពួកគេបន្ទាប់ពីបានឃើញចេស្តាកំពុងតែលីសត្វជ្រូកព្រៃចូលមកដល់នៅពេលនោះពូត្រាចគាត់ក៏បាននិយាយឡើងថាចេស្តាតើសំឡេងសត្វជ្រូកព្រៃសាច់បាញ់មិញនេះដោយសារតែអ្នកឯងនេះជាអ្នកចាត់ការវាមែនឬទេចេស្តាគេបានញញឹមក្រោយមកគេបាននិយាយឡើងថាឮថាអ្នកទាំងអស់គ្នាកោពោះហូបមិនឆ្អែតសម្រានមិនលក់ដូច្នេះហើយទើបខ្ញុំទៅរកអាហារពេលយប់ឲ្យអ្នកទាំងអស់គ្នាទៅណែសត្វជ្រូកព្រៃធំណាស់ពួកយើងចាប់ផ្ដើមចាត់ការទៅខណៈពេលនោះអ្នករទេះកំពុងតែឃ្លានផងរកអ្វីមកចំអាតក្រពះមិនបានបន្ទាប់ពីឃើញសត្វជ្រូកព្រៃដល់ត្រឡុកត្រលន់ដូច្នោះពួកគេក៏ចាប់ផ្ដើមនិយាយថាមកយើងចាំអីទៀតយូរណាស់ហើយមិនដែលបានហូបសាច់ជ្រូកព្រៃនោះទេឥឡូវចាត់ការទៅខណៈពេលនោះពួកគេក៏ចាប់ផ្ដើមនាំគ្នាយកកាំបិតប្រលះយកសាច់ជ្រូកនោះទាំងផ្ទាំងរួចឆោយទៅកាប់តំបត់ដើម្បីយកមកគៀបដុតសត្វជ្រូកព្រៃនេះក្លិនរបស់សាច់ជ្រូកព្រៃបានជះក្លិនភាយជះពេញដែនព្រៃនេះបន្តិចក្រោយមកសាច់ជ្រូកព្រៃក៏បានឆ្អិននៅក្នុងពេលនោះពូក្រាក់គាត់ក៏បាននិយាយថាណែត្រាចខ្ញុំមានអំបិលម្ទេសដែរតើខ្ញុំបុកពីផ្ទះណែទុកគ្រាន់ហូបក្តាប់ត្របែកតាមផ្លូវបន្ទាប់ពីហូបបាយរួចទុកលាងមាត់ណែឥឡូវបានសាច់ជ្រូកព្រៃនេះវាត្រូវជាមួយនឹងអំបិលម្ទេសក្រហមរបស់ខ្ញុំណែពួកយើងយកទៅចុចទៅនៅក្នុងពេលនោះពិតជាតំណងខ្លាំងណាស់អ្នកទាំងអស់គ្នាកំពុងតែឃ្លានផងស្រាប់តែបានសាច់ជ្រូកព្រៃអាំងរួចឆោយមានអំបិលម្ទេសចុចទៀតនៅពេលនោះបើសិនជាមានស្លឹកម្ជូរត្រមុំឬក៏មានស្លឹកម្កាក់តិចយកទៅផ្ទាប់ជាមួយនឹងសាច់ជ្រូកព្រៃអាំងនោះចុចជាមួយនឹងអំបិលម្ទេសមិនដឹងថាឆ្ងាញ់ប៉ុណ្ណានោះទេតែនៅក្នុងពេលនោះលោកពូម្នាក់ក៏បាននិយាយថាមានសាច់ហើយខ្ញុំមានស្រាទេតើក៏ប៉ុន្តែស្រានេះបងប្អូនរបស់ខ្ញុំផ្ញើឲ្យទិញយកទៅទុកត្រាំចំណាំងឈើក៏ប៉ុន្តែពេលនេះមានសាច់ហើយគិតថាចង់កម្ដៅពោះបន្តិច
ตายchẳng mạch đài tới tại nơi bên nấu không biết là hiền mót nấu tê bộ kế có hát đó chỉ trong hộp đài có bàn tay khai trời mót ở đó bóc nia chết ta pro than ở khung prey cứ chia tí cần lại cột nè mình ai hộp sra ban nấu tê nẹt vừa đầm ná xong ra ở khung prey bộ kế tới ta miên ca prong bật chặt cua nẹt tầng ọt nia ai oanh trong này anh chết ta ban top bị ban khơi tha bộ quạt tầng ọt nia này mở tới hát đó chỉ trong hộp đài mà chàng tiệt Chesta có anh tới cán bộ quan vừa đầm này ngay óc cầm lăng cầm lọ Chesta có bán đi chơi tới cán bộ quạt thà nè tặng óc nia trong hộp sra mền tê bà sân miến trước mà hộp từ pro tha miền sạch hoi có bàn tay đã bật tích bật túi tam đầm nào từ còn bằng khóm cái ngày sạch ní bỏ tay mình ruồi bên nụ nè tặng óc nia có chấp đám tiệt đầy sạch hố rồi chơi có bán lực đai sầm pè côn tơ cá nia chết ta đòi xa tới đường ní ba son chỉ nhặt đắc non đặt tay mình ao thưa tu bộ quạt khliến có bộ quạt mình hiến hộp đài đòi xa tới bộ quạt xì chúa dốc lối bị kê mà chàng tiết cá thua đâm ná được khung prey cứ bộ bệnh tới đói tí cần lái cột nè ở đồng bạch nô lục bộ mà nhẹ nấu quạt có bán dọc xa ra bọc quạt dốc mà đã tí cần lái ní rồi chơi bộ quạt đại mặt kháng can sách trục ang đại mặt kháng can côn chan cho cơ bọc bộ quạt tôi rồi chơi có bàn chạ sra so nấu hô bận tịch pro prai kia soi sập bài nơi bẹ cắt đá chúc nụ từ ông bành mình ní con pông ta khliên địch mình lụa đại sa ta khmiên ở vay hôm có bàn tay bên ní bộ quạt prai ban sai trục prai ang đôi chuối dọc mà cho chưa mới nồng bal mặt tê khả nạ bên nú bộ quạt có ban hai chesta tới ở quầy hộp trông cho mới được nhiệt đài tại chesta cái ban này chạy thà mình ấy tê lục pu lục om tầng o hộp tư nhóm mình chơi hộp sra nụ tê nè tầng o khnia hộp tê cho nhóm đang lên tì cần lạnh ní đam bay cà pia nè tầng o khnia cái một bộ quán có chấp đam nòm khnia hộp sạch trục prey pro pride pin ní pin nu sợi lăng ái rong pong pin prey cầm lọ chesta ban tới ở quầy nơi lên nâm rật tê rồi hai sầm lăng từ can manu tầng o khnia cầm pong tê nòm khnia pro pride Pinu tật một mà nè po pin tật đôi snam nhồi nhầm cầm lọ chesta có ban đi chơi mà nè ai tha mình nổi trường con ta phiếp sập bài mình chạm bạch miên lôi cả mình chạm bạch miên đấy róp sập hát nụ tê đôi chỉ bộ nè tăng óc kia nè chân bộ quạt ban chầm nôm kia trầm ta miên sạch chụp play bẩn tịnh bẩn tuổi dọc mà hộp trong kia tai bẩn no tai sầm rạp nè miến nơi tai cặp trạng lụp lôn trong ban trộm sắp bắt nẹt đọt tây tiếng o về khla bộ nẹt miên tiếng o nu mình miên xịt đầy sọc đôi chỉ bộ trường phong thò mặt đà nẹt có tôi chỉ ban mà hộp ở vây bẩn tịnh bẩn tuổi có bộ quạt hộp đôi miên xịt đầy sọc đài pro thà robot tiếng o ní cót bàn một đôi xa tài công lăng như chiêm robot con mình bàn từ kênh pro vánh lui chọc lon pi nẹt đọt tây đôi chân này pe đã cót hộp từ mà hộp ở hà tiếng o ní bất cho miên áo chỉ rùa mình chăm bạch phật phây khai mà chắc kê mà to nụ tê môi chụp nụ có bán con long phọt từ cầm lọ chesta có chấp đám nôm nẹ tầng ọ khnia bò tê xong đáy tập tè robot thầy cài miên cài mọc bàn tọa bị tự đào tì cân lành nụ thầy cài miên sọ bài chật khlang nè cài bị bàn khơi rồi tê tầng ọ bàn đắc sân ta chơi bổ nịch cho tự đào mộc tè robot con nơi bên nụ lục thầy cài bàn prap tự can bù sruột ai giọt đầm năng tầng o này, prap từ can cam co tầng o, cái pi bù sruột ban bắt đầu đầm năng từ cam co tầng o, có ban thua đầm năng một tí cái lạnh này, rồi chạy có chạm đáng, tới chuối đã chơi tầng o nu cho, chơi tầng o nu, cái ban cắt chỉ con, đòi đã tầm ngốn, pra hai chấm nước bồn này ai lực ruồi, về nghề sro lực đã cho tới vinh từ mò, ban to pi giọt chơi tầng o, đã tốt được nông tè hào, lục thà cài miến ban đi chơi làng thà. Nè tầng o khnia ngày sạch đi chấp đám cho một vừa cả từ xôm nè tầng o khnia con pruy bà rong một vài tiền chơi đò bờ nứt ban cho một đọc tia chừng hào bên nụ bộ cam co tầng o bộ kế có sập bài chân ai lần miền ca nghe thưa vĩnh bà có chế ban lùi cả tràn ban to bị bộ kế ban tông lẹ trừ o bộ kế có chấp đám dọc bà đá trong lạ ra bọc kế dọc mà chuột xâm ạt làng vinh
ថ្ងៃស្អែកនេះគឺបានធ្វើការវិញហើយបន្ទាប់ពីថ្ងៃរសៀលពួកកម្មករទាំងអស់ក៏បានត្រឡប់ទៅផ្ទះសម្បែងរបស់គេវិញនៅក្នុងពេលនោះលោកថាកែក៏ចាប់ផ្ដើមជំនុំគ្នាជាមួយនឹងពូស្រួចនិងកម្មករផ្សេងទៀតដែលជាអ្នកដឹកជញ្ជូនឈើខណៈពេលនោះថាកែក៏បាននិយាយទៅកាន់អ្នកទាំងអស់គ្នាថាយ៉ាងម៉េចដែរអ្នកទាំងអស់គ្នាតើជប់មិញនេះមានរឿងរ៉ាវអ្វីដែរឬអត់ខណៈពេលនោះពូត្រាយគាត់ក៏បាននិយាយថាណែលោកតាកែកាលពីជប់មិញនេះពួកចៅព្រៃវាបានមកវាប្រហារសាច់ថ្មីម្ដងទៀតក៏ប៉ុន្តែសំណាងណាស់ចេះបានកំឡោះជេស្តានេះគេនេះកាប់មិនមុតដុតមិនឆេះនោះទេក្របកំភ្លើងបាញ់សម្ដៅទៅរកគេស្រោចដូចជាក្របភ្លៀងក៏ប៉ុន្តែมันអាចធ្វើអ្វីគេបានឡើយភ្លាមនោះពូស្រួចគាត់ក៏បានបើកភ្នែកធំក្រោយមកគាត់ក៏បាននិយាយថាយេកំឡោះជេស្តាពិតជាអស្ចារ្យចឹងមែនឬទេពេលនោះពូក្រាក់គាត់ក៏បាននិយាយថាមែនហើយសួរតែត្រាច់ទៅណែពេលដែលសំមិញនេះពួកខ្ញុំគ្មានអាហារហូបចុកគ្រប់គ្រាន់នោះទេដោយសារតែមិនបានត្រៀមអង្គនៅពេលយប់កំពុងតែឃ្លានស្រាប់តែកំឡោះជេស្តាក៏បានទៅប្រមាញ់បានជ្រូកព្រៃធំមួយក្បាលជប់មិញនេះពួកខ្ញុំបានយកជ្រូកព្រៃនោះអាំងនិងចំអាតក្រពះទៅបើមិនអញ្ចឹងទេប្រកាសជាឃ្លានកោពោះដល់ឥឡូវនេះឯងណែសាច់ជ្រូកព្រៃមិនទាន់នឹងស្រកចេញពីពោះខ្ញុំផងអ្នកគ្រប់គ្នាដែលជាកម្មករបានសម្រាកនៅក្នុងផ្ទះរបស់តកែមានពួកគេបានលើសម្ដីអ្នកដឹកជញ្ជូនបាននិយាយដូច្នោះពួកគេស្ដាយណាស់ដែលមិនបានធ្វើដំណើរទៅជាមួយនឹងគ្នាមិនបានឃើញអានុភាពដែលជេស្តាទប់ទល់ជាមួយនឹងពពួកចៅព្រៃតែពេលនោះជេស្តាគេក៏បាននិយាយទៅកាន់តកែថាលោកអមតាមពិតទៅពួកគេនោះមិនមែនជាចៅព្រៃអ្វីនោះទេគេឈ្មោះថាដង្ខៅមេតគឺជាអ្នករស់នៅក្នុងភូមិនេះដែរខ្ញុំបានឮសម្ដីកូនចៅរបស់គេបាននិយាយតើតកែមេតនោះផ្ទះគេនៅទីកន្លែងណាទៅពេលនោះលោកតកែបើកភ្នែកធំក្រោយមកគាត់បាននិយាយថាចាំម៉េចគឺជាដង្ខៅមេតហើយអ្វីក៏ដង្ខៅមេតគេព្យាយាមធ្វើបាបយ៉ាងដូច្នោះនោះផ្ទះដង្ខៅគឺនៅក្នុងភូមិជើងដែរនេះទេក៏ប៉ុន្តែគេគឺជាត្រកូលអភិជនដែរគេមិនសូវដើរទៅណាផ្ដេសផ្ដាសដូច្នេះហើយទើបជេស្តាឯងមិនធ្លាប់បានឃើញគេណែតើមានរឿងអ្វីទៅបានជាគេមកចង់ដុតបំផ្លាញឈើរបស់ពួកយើងទាំងអស់នេះនៅពេលនោះពូស្រួចគាត់ក៏បាននិយាយឡើងថាណែលោកថាកែខ្ញុំបានឮរហៀងថាក្រុមរបស់ដង្ខៅមេតនេះពួកគេមានគម្រោងនឹងចង់បើកកន្លែងឆ្លាក់មួយកន្លែងផងដែរមើលទៅប្រហែលជាដោយសាររឿងដូចនេះទើបពួកគេចង់ដុតកំទេចឈើរបស់យើងចោលចង់ឲ្យទីកន្លែងនេះរលាយរួចឆើគេទៅបង្កើតកន្លែងថ្មីព្រមទាំងមានគម្រោងចង់យកកម្មករយើងទាំងអស់ផងដែរពេលនោះថកែមានគាត់ក៏បាននិយាយឡើងថាពិតមែនហើយចិត្តមនុស្សពិតជាមើលមិនដឹងមែនមានទ្រព្យសម្បត្តិមហាសាលទៅហើយនៅចង់មកប្រកួតប្រជែងទៀតឥឡូវត្រូវស្លាប់នៅក្នុងព្រៃដូច្នោះមើលនោះគ្មានបានអ្វីទេសំបីតែការបូជាត្រឹមត្រូវក៏គ្មានដែរលទ្ធផលរបស់មនុស្សលោភលន់តែនៅពេលនោះពូស្រួចបាននិយាយថាណែលោកតាកែបើសិនជាបងប្អូនរបស់គេបានដឹងថាជេស្តាជាអ្នកសម្លាប់ប្អូនរបស់គេលោកគ្រូសែប្រកាសជាមកសងសឹកពិតជាមិនខាននៅពេលនោះជេស្តាក៏បាននិយាយឡើងថាមិនអីទេលោកពូរឿងដែលវាប្រុងនឹងកើតវាត្រូវតែកើតដូច្នេះហើយយើងទាំងអស់គ្នាកុំធ្វើដំណើរទៅណាផ្ដេសផ្ដាសមើលទៅមិនជូរទេប្រហែលជាយប់នេះយើងប្រកាសជាបានប៉ះគ្នាពិតជាមិនខានក្រោយមកជេស្តាមិនបាននិយាយអ្វីច្រើនបន្តទៀតគ្រាន់តែប្រាប់អ្នកនៅក្នុងផ្ទះឲ្យមានការប្រុងប្រយ័ត្នតែប៉ុណ្ណោះក្រោយមកលោកថាកែក៏ធ្វើតាមសម្ដីរបស់ជេស្តាឥឡូវយើងក្រឡេកទៅនិយាយពីអ្នកទាំងអស់គ្នាដែលរស់នៅក្នុងផ្ទះរបស់ដង្ខៅមេតវិញលោកគ្រូសែក៏បានពិភាក្សាជាមួយនឹងនិក្រាបន្ទាប់ពីដឹងថាប្អូនប្រុសរបស់គាត់ត្រូវស្លាប់ដោយសារតែស្នាដៃរបស់នាយជេស្តាលោកគ្រូម្នាក់នោះខឹងខ្លាំងណាស់គេក៏បាននិយាយទៅកាន់និក្រាថាណែក្រាយប់នេះ
ឯងត្រូវតែធ្វើដំណើរទៅជាមួយនឹងជើងទៅដុតកំទេចផ្ទះរបស់អត្តកាយមាននោះសម្រាប់អចេស្តាចោលថែមទាំងដុតទីកន្លែងរបស់វាឲ្យខ្ទេចឲ្យទីផងដែរឥឡូវនេះយើងនៅសល់តែ2នាក់ប៉ុណ្ណោះកូនចៅរបស់ជើងត្រូវស្លាប់នៅក្នុងព្រៃបាត់អស់ទៅហើយតើឯងគិតយ៉ាងម៉េចដែរទៅក្រោយមកនាយក្រាក់គេក៏បាននិយាយឡើងថាមិនអីទេលោកគ្រូតាមសមត្ថភាពលោកគ្រូប្រហែលជាអាចកំចាត់ទៅកាន់អចេស្តាបានយប់នេះខ្ញុំនឹងទៅជាមួយនឹងលោកគ្រូវេលាពេលយប់ក៏បានឈានចូលមកដល់លោកគ្រូម្នាក់នោះក៏ចាប់ផ្ដើមធ្វើដំណើរសំដៅទៅផ្ទះរបស់តាកែបន្ទាប់ពីទៅដល់គាត់ក៏ចាប់ផ្ដើមសូត្រប្រណម្យដៃរបស់គាត់ធ្វើឲ្យមានដុំភ្លើងជាច្រើនឆេះនៅលើដៃរបស់គាត់នៅពេលនោះគាត់ក៏ចាប់ផ្ដើមគប់ដុំភ្លើងសំដៅទៅរោងឈើទាំងអស់រោងឈើក៏ចាប់ផ្ដើមឆេះសន្ធោសន្ធៅបន្ទាប់ពីនោះអ្នកបានសម្រាកនៅទីកន្លែងនោះពួកគេក៏ចាប់ផ្ដើមស្រែកផ្អើលឆោឡោឡើងរួចឆោយផ្ដោតដំណឹងទៅកាន់តកែមាននៅពេលនោះអ្នកដែលសម្រាកនៅក្នុងផ្ទះក៏ចាប់ផ្ដើមនាំគ្នាចេញមកថៅកែក៏បានប្រាប់ឲ្យពូស្រួចទៅដាស់នាយចេស្តាធ្វើដំណើរមកទីកន្លែងនេះតែចេស្តាគេបានត្រៀមអាវុធរបស់គេទុករួចជាស្រេចទៅហើយបន្ទាប់ពីគេចេញមកដល់គេក៏បានចូលទៅបើកការប្រយុទ្ធជាមួយនឹងលោកគ្រូសែតែម្ដងចេស្តាគេបាននិយាយទៅកាន់លោកគ្រូសែថាណែអាគ្រូតៃហោងកាលពីប្រហែលថ្ងៃមុនឯងរត់រួចក៏ប៉ុន្តែម្ដងនេះប្រហែលជាឯងមិនអាចរត់រួចបានទៀតនោះទេគ្រូម្នាក់នោះក៏ចាប់ផ្ដើមបង្កើតដុំភ្លើងរួចឆោយគប់សម្ដៅទៅរកនាយចេស្តាមិនត្រឹមតែប៉ុណ្ណោះនាយក្រាក់ក៏ចាប់ផ្ដើមទាញកំភ្លើងរបស់វាបាញ់សម្ដៅទៅរកចេស្តាផងដែរក៏ប៉ុន្តែដោយជើងបានដឹងស្រាប់ហើយនាយចេស្តាមិនខ្លាចចំពោះមុខអាវុធឬក៏ភ្លើងអ្វីនោះទេដោយសារតែអំណាចមន្តអាគមមហាអ៊ុតនៅលើខ្លួនរបស់គេនោះឯងចេស្តាក៏ចាប់ផ្ដើមប្រណម្យដៃសូត្រស្ដាប់នៃមន្តអាគមគាថារួចឆោយក៏ចាប់ផ្ដើមចូលទៅប្រយុទ្ធជាមួយនឹងលោកគ្រូនោះស្របពេលនោះផងដែរពូស្រួចពូអឿនពូក្រាក់និងពូត្រាចដែលជាកូនចៅរបស់តកែមានពួកគាត់ក៏ចាប់ផ្ដើមនាំគ្នាទៅដួសទឹកនៅក្នុងស្រះនៅខាងក្រោយផ្ទះចុកមកពន្លត់ភ្លើងចាំងសស័កសស្រាំនៅពេលនោះនាយចេស្តាក៏ចាប់ផ្ដើមដោះខ្សែកចុងគោមរបស់សត្វខ្លារបស់គេប្រសិទ្ធិសូត្រសាបអាគមលោកគ្រូដែលជាអ្នកបញ្ជាខ្មោចតៃហោងនោះក៏ចាប់ផ្ដើមនិយាយទៅកាន់ចេស្តាថាណែវើយពពួកខ្មោចតៃហោងច្រើនណាស់ដែលយើងចិញ្ចឹមទុកមកអស់រយៈពេលរាប់សិបឆ្នាំយប់នេះយើងនឹងឲ្យវាបំផ្លាញឯងឲ្យខ្ទេចខ្ទីក្រោយពីនិយាយរួចលោកគ្រូនោះក៏ចាប់ផ្ដើមសូត្រអាគមគាថាត្រឹមតែមួយសន្ទុះពពួកខ្មោចតៃហោងក៏បានហោះសម្ដៅមកទីកន្លែងនេះដើម្បីមកសម្លាប់នាយចេស្តាក៏ប៉ុន្តែចេស្តាបានគប់ខ្សែកសង្គមខ្លាឡើងទៅលើពន្លឺពណ៌ខៀវដែលជាភ្លើងអាគមបានធ្វើឲ្យពពួកអមនុស្សមិនអាចហ៊ានចូលចិត្តទៅទីកន្លែងនោះបានចេស្តាគេបាននិយាយឡើងថាណែអ្នកទាំងអស់គ្នាស្ដាប់តាមសម្ដីខ្ញុំពួកអ្នកទាំងអស់គ្នាស្លាប់យូរហើយខ្លាចទៅជាវិញ្ញាណខ្មោចតៃហោងត្រូវគេចិញ្ចឹមចងទុកតើអ្នកទាំងអស់គ្នាមិនចង់មានសេរីភាពទេអីជឿខ្ញុំទៅយប់នេះខ្ញុំនឹងកំចាត់ធ្មប់នេះចោលអ្នកទាំងអស់គ្នាប្រកាសជាមានសេរីភាពឥឡូវនេះរួមដៃជាមួយនឹងខ្ញុំកំចាត់ធ្មប់នេះទៅឬក៏ចង់ឲ្យវាគ្រប់គ្រងបន្តទៀតពពួកខ្មោចតៃហោងក៏ចាប់ដើមនាំគ្នាពិចារណាចំពោះសម្ដីរបស់នាយចេស្តាក្រោយមកពួកវាក៏បានរួមដៃគ្នាជាមួយនឹងនាយចេស្តាទៅភ្លាមនោះពួកវាទាំងអស់គ្នាក៏ចាប់ដើមហោះសម្ដៅចូលទៅក្នុងមាត់របស់នាយក្រាក់វិញ្ញាណខ្មោចរាប់មិនអស់បានហោះចូលទៅព្រមគ្នាត្រឹមតែមួយផ្លែតខ្លួនរបស់នាយក្រាក់ក៏បានផ្ទុះផ្ទិចបែកសាច់ជាចម្រៀកនៅទីកន្លែងនោះតាមពិតទៅបើត្រឹមតែសម្ដីរបស់ចេស្តានិយាយនេះពពួកខ្មោចព្រាយវាមិនជឿភ្លាមនោះទេនោះគឺដោយសារតែវិញ្ញាណខ្មោចតៃហោងរបស់មីងដាមុននឹងគាត់ធ្វើដំណើរចេញទៅគាត់ថានឹងសងគុណទៅកាន់ចេស្តាដូច្នេះហើយគេក៏បានទៅបញ្ចុះបញ្ចូលប្រាប់ទៅកាន់ពពួកព្រាយទាំងអស់នេះថាមានអ្នកខ្លាំងធ្វើដំណើរចូលមកដល់ក្នុងភូមិនេះឲ្យគេរួមដៃជាមួយនឹងចេស្តាទៅដើម្បីកម្ចាត់គ្រូនោះចោលកុំឲ្យមានគ្រោះនៅក្នុងភូមិទៀត
ចំណែកឯពពួកខ្មោចតែហោងទាំងអស់ក៏មានការព្រួយបារម្ភសុវត្ថិភាពរបស់សាច់សាលោហិតរបស់គេផងដែរហើយក៏ត្រូវការបញ្ចុះបញ្ចូលវិញ្ញាណខ្មោចរបស់មីងដាទៀតនោះពួកគេក៏បានជឿស្លងតែម្ដងលោកគ្រូបន្ទាប់ពីបានឃើញថាពពួកខ្មោចតែហោងបានក្បត់ជាមួយនឹងគាត់បំរុងរត់ចេញពីទីកន្លែងនោះក៏ប៉ុន្តែនាយចេស្តាគេបាននិយាយថាណែពួកអ្នកទាំងអស់គ្នាចាប់ដើមទៅចាប់គ្រូនោះឲ្យជាប់ទៅលោកគ្រូចាប់ដើមប្រណម្យដៃបង្កើតដំភ្លើងគប់សំដៅទៅរកចេស្តាក៏ចាប់ដើមយកចង្កូមរបស់សត្វខ្លះដ៏មានអានុភាពបង្កើតនៃពន្លឺពណ៌ខៀវទប់ទល់ជាមួយនឹងគ្រូនោះវិញតែมันបានប៉ុន្មានពពួកអមនុស្សក៏ចាប់ដៃចាប់ជើងលោកគ្រូម្នាក់នោះជាប់គ្រូសែធ្វើអ្វីក៏ធ្វើមិនចេញទីបំផុតចង្កូមរបស់សត្វខ្លះក៏បានទម្លុះដើមទ្រូងរបស់គាត់ខណៈពេលនោះគ្រូសែបានសម្លឹងមើលទៅកាន់ដើមទ្រូងមានប្រឡោះមួយកំពុងតែហូរឈាមចេញមកខាងក្រៅគ្រូសែលុតជង្គង់ក្រឹបយកដៃចង្អុលមុខនាយចេស្តាមិនទាន់វាចាបានមួយម៉ាត់ក៏បានដាច់ខ្យល់បាត់ស្លាប់នៅក្នុងថ្លុកឈាមនោះទៅរឿងរ៉ាវបានស្ងប់ស្ងាត់ចំណែកឯភ្លើងក៏បានពន្លត់អស់ខណៈពេលនោះលោកថកែព្រមទាំងមនុស្សទាំងអស់គ្នាក៏បានចេញមកខាងក្រៅផ្ទះក្រោយមកថកែគាត់សប្បាយចិត្តណាស់ដោយសារតែមនុស្សអាក្រក់នៅក្នុងភូមិបានស្លាប់បាត់បង់ជីវិតអស់ថកែក៏បានប្រាប់ឲ្យកូនចៅរបស់គាត់យកសាកសពរបស់លោកគ្រូសែយកទៅដុតនៅខាងក្រៅផ្ទះផងដែរតែកូនចៅរបស់ថកែបាននិយាយថាលោកថកែយកវេទកប់ចោលទៅមិនចាំបាច់ដុតនាំទៅឈាមក្នុងផ្ទះនោះទេនៅពេលនោះថកែក៏បាននិយាយថាកុំប្រកែកអីធ្វើតាមសម្ដីរបស់ខ្ញុំទៅក្រោយមកកូនចៅថកែក៏បានយកសាកសពរបស់លោកគ្រូសែយកទៅដុតបាត់ទៅនៅពេលនោះពូត្រាចគាត់ក៏បាននិយាយថាអាគ្រូធ្មប់ដូចឯងនេះមិនសមយកឈើប្រណិតដូចជាឈើបែងឈើក្រញូងនេះយកមកដុតឯងនោះទេឯងនេះសមតែចោលក្នុងព្រៃឲ្យពពួកសត្វចចកស៊ីវិញទៅសមមុខឯងក្រោយពីនោះទៅវេលាថ្ងៃស្អែកក៏បានឈានចូលមកដល់ខណៈពេលនោះថៅកែគាត់ក៏ចាប់ផ្ដើមបើកទីកន្លែងរបស់គាត់ធ្វើកិច្ចការឡើងវិញក៏ប៉ុន្តែនាយចេស្តាគេបាននិយាយថាលោកអមខ្ញុំសុំពេលមួយថ្ងៃសូមឲ្យអ្នកទាំងអស់គ្នារៀបចំរទេះសេះ 4-5 ធ្វើដំណើរទៅជាមួយនឹងខ្ញុំពេលនោះថៅកែបើកភ្នែកធំគាត់បញ្ចូលពីសេចក្តីដែលនាយចេស្តាបាននិយាយថាខ្ញុំសូមត្រឹមតែរទេះសេះ 4-5 តែប៉ុណ្ណោះសូមឲ្យពួកគេធ្វើដំណើរទៅជាមួយនឹងខ្ញុំមួយថ្ងៃទៅក្រោយមកលោកថៅកែក៏បានយល់ព្រមតាមសំណើរបស់ចេស្តាចំណែកឯពូស្រួចគាត់ក៏បានធ្វើដំណើរទៅជាមួយនឹងគ្នាបន្ទាប់ពីធ្វើដំណើរអស់រយៈពេលជិតមួយព្រឹកពួកគេក៏បានធ្វើដំណើរចូលទៅដល់ក្នុងព្រៃជ្រៅទៅដល់ជំរំរបស់ចៅព្រៃផ្លូវមួយនោះមិនដែលមានអ្នកណាស្គាល់នោះទេគឺមានតែនាយចេស្តាតែប៉ុណ្ណោះដោយសារតែគេធ្លាប់រស់នៅតំបន់នោះបន្ទាប់ពីទៅដល់អាងគេក៏បានសំពះរួចហើយនិយាយទៅកាន់ខ្មោចឪពុកដែលជាអ្នកយាមទ្រព្យសម្បត្តិនៅទីកន្លែងនេះរំពេចនោះសត្វខ្លាបន្ទាប់ពីឃើញចេស្តាទៅវាក៏បានរត់មកចំណែកឯកូនចៅរបស់ថៅកែបន្ទាប់ពីឃើញសត្វខ្លាក៏ចាប់ផ្ដើមផិតភ័យចេស្តាគេបាននិយាយឡើងថាអ្នកទាំងអស់គ្នាសូមកុំព្រួយបារម្ភអីវាមិនធ្វើបាបទៅដល់អ្នកទាំងអស់គ្នានោះទេក្រោយមកចេស្តាក៏ចាប់ដើមទាញខ្លុយរបស់គេប្រណម្យដៃសូត្រអាគមរួចហើយចាប់ដើមផ្លុំបទភ្លេងបញ្ជាទៅលើសត្វពស់ក៏ចាប់ដើមវែកផ្លូវគេក៏ចាប់ដើមធ្វើដំណើរចូលទៅក្នុងអាងរួចហើយចេស្តាបានឲ្យកូនចៅរបស់តាកែទាំងអស់យកបាវធំទៅច្រកយកមាសពេជ្រគ្រឿងអលង្ការនៅក្នុងរូងអាងនោះម្នាក់គ្រាន់តែបានឃើញកំណោមមាសប្រាក់ចាប់ដើមស្រែកហេហូដោយសារតែពួកគេមិនដែលបានឃើញទ្រព្យសម្បត្តិមហាសាលដូច្នេះឡើយគ្រឿងអលង្ការសុទ្ធតែដាំពេជ្រជាពិសេសនោះគឺវាមានជាកំណោតែម្ដងបន្ទាប់ពីច្រកបាវរួចរទេះនោះក៏ពោពេញទៅដោយគ្រឿងអលង្ការរទេះចំនួន5សុទ្ធតែគ្រឿងអលង្ការច្រកពេញបាវបន្ទាប់ពីកូនចៅរបស់ថៅកែមានបានចេញពីក្នុងអាងអស់មហាអ៊ុតក៏ចាប់ផ្ដើមបង្ហាញខ្លួនក្រោយមកចេញមកនិយាយជាមួយនឹងកូនប្រុស
ចេស្តាលើកដៃសំពះនិយាយទៅកាន់ឪពុកថាពុកដល់ពេលហើយដែលពុកត្រូវចាក់ចែងពីទីកន្លែងនេះសង្ឃឹមថាពុកនឹងទៅកាន់ទីសុគតិភពចុះមហាអូតបាននិយាយទៅកាន់កូនប្រុសថាណែកូនប្រុសថ្ងៃនេះគឺជាថ្ងៃចុងក្រោយដែលយើងបានជួបមុខគ្នាចាប់ពីថ្ងៃនេះតទៅយើងលែងបានឃើញមុខគ្នាជារៀងរហូតគ្មានឪពុកគ្មានកូនទៀតនោះទេចេស្តាគេក៏បាននិយាយថាលោកពុកបើសិនជាមានជាតិក្រោយទៀតខ្ញុំសូមកើតជាកូនរបស់ពុកដើម្បីតបស្នងសងគុណទៅកាន់ពុកវិញដោយសារតែជាតិនេះខ្ញុំមិនទាន់បានតបស្នងសងគុណទៅកាន់ពុកនោះទេមហាអូតក៏បាននិយាយថាណែកូនប្រុសទ្រព្យសម្បត្តិទាំងអស់នេះឯងយកទៅធ្វើជាមហាសេដ្ឋីក៏បានដែរទ្រព្យសម្បត្តិនេះច្រើនខ្លាំងណាស់កុំភ្លេចយកទៅធ្វើបន់ធ្វើទានធ្វើតែអំពើល្អកុំសាងអំពើអាក្រក់ឲ្យសោះមើលទៅពុកប្រហែលជាមិនអាចនៅមើលថែរក្សាឯងបន្តទៀតនោះឡើយទឹកភ្នែករបស់ចេស្តាចាប់ផ្ដើមហូរសស័កសស្រាំរួចហើយក៏សំពះលើឪពុកចេញទៅទីកន្លែងនោះទៅចំណែកឯវិញ្ញាណរបស់មហាអូតឈរសម្លឹងកូនប្រុសរហូតដល់រទេះចេញផុតពីទីកន្លែងនោះចំណែកឯមហាអូតបន្ទាប់ពីកូនប្រុសចេញផុតនៅពេលនោះស្រាប់តែមានបរិសខ្មៅធំពីរនាក់ក៏បានបង្ហាញខ្លួននោះគឺពួកនាយចមបាដោយសារតែជីវិតរបស់មហាអូតនៅជាព្រាយរស់នៅឋានកណ្ដាលនេះគឺត្រូវចប់នៅក្នុងថ្ងៃនេះឯងពួកចមបាក៏បានយកវិញ្ញាណរបស់មហាអូតទៅកាន់ឋាននរកដើម្បីដាក់ទោសទៅអ្នកធ្វើអំពើអាក្រក់តែងតែទទួលបាននៃផលអាក្រក់វិញដូចជាមហាអូតនេះថ្មីត្បិតតែពេលនេះគាត់ភ្ញាក់ខ្លួនមែនក៏ប៉ុន្តែកាលពីមុននោះគាត់ធ្លាប់ធ្វើអំពើអាក្រក់ច្រើនណាស់ក្រោយពីរទេះបានចូលទៅដល់ភូមិពូស្រួចគាត់ក៏បាននិយាយថាណែចេស្តាខ្ញុំគិតថាចង់ជិះរទេះសេះចូលទៅក្នុងផ្សារទិញត្រីសាច់មួយចំនួនដើម្បីទៅធ្វើពិធីជប់លៀងចេស្តាក៏បានងក់ក្បាលក្រោយមកគេបាននិយាយថាមែនហើយលោកពូអញ្ចឹងក៏បានដែរដោយសារតែយើងមកដល់ផ្សារហើយក្រោយមកពួកគាត់បានបរទេះសេះទាំងអស់នោះសំដៅចូលទៅកាន់ផ្សារចេស្តានិងពូស្រួចក៏បានចុះទៅទិញត្រីសាច់រំពេចនោះមានបរិសម្នាក់ស្លៀកពាក់ខោអាវមិនសមគួរមានពុកមាត់ស្រមុំស្រមាមបានដើរមកពីខាងក្រោយខ្នងរបស់ចេស្តាគាត់នោះជាអ្នកលក់អំបោសគាត់បាននិយាយទៅកាន់ចេស្តាថាណែក្មួយជួយទិញអំបោសពូមួយទៅចេស្តាមិនបានងាកក្រោយនោះទេគេបានឆ្លើយតបថាអត់ទេពូខ្ញុំមិនទិញអំបោសនោះឡើយខ្ញុំរវល់ណាស់លោកពូម្នាក់នោះក៏បាននិយាយឡើងថាណែក្មួយជួយទិញមួយទៅទុកថាអាណិតពូឪពុករបស់ពូមានជំងឺធ្ងន់ណាស់គ្មានលុយព្យាបាលគាត់នោះទេក៏ប៉ុន្តែចេស្តាមិនបានងាកមុខទៅដោយសារតែគេរវល់ទិញត្រីសាច់ទាំងអស់នោះតែបន្ទាប់ពីលោកពូនោះដើរចេញបានបន្តិចចេស្តាហាក់ដូចជាធ្លាប់ឮសំឡេងមួយនេះគេក៏បានងាកក្រោយរួចហើយសម្លឹងទៅកាន់លោកពូពីខាងក្រោយខ្នងហាក់ដូចជាធ្លាប់ស្គាល់ចេស្តាបានទៅចាប់ដៃលោកពូនោះជាប់ក្រោយមកលោកពូនោះក៏ងាកមុខមកថ្មីត្បិតតែពេលនេះគាត់មានពុកមាត់ស្រមុំស្រមាមមែនតែចេស្តាចាំបានច្បាស់ណាស់នេះគឺជាពូរិនដែលត្រូវជាឪពុករបស់គេពូរិនបានសម្លឹងទៅកាន់មុខអ្នកកំឡោះនេះគាត់មានអារម្មណ៍ងឿងឆ្ងល់ដោយសារតែគាត់បែកកូនប្រុសរបស់គាត់តាំងពីកូនគាត់នៅអាយុ10ឆ្នាំគិតមកដល់ឥឡូវនេះវាច្រើនឆ្នាំមកហើយដែរគាត់ប្រកាសជាមើលកូនប្រុសគាត់មិនស្គាល់នោះទេចេស្តាបាននិយាយថាពុកស្គាល់ខ្ញុំដែរអត់ខ្ញុំចេស្តាជាកូនរបស់ពុកពេលនោះពូរិនបើកភ្នែកធំហូរទឹកភ្នែកព្រៀបរវងភ្នែករួចហើយស្ទុះអោបកូនប្រុសពេលនេះគាត់បាននិយាយថាណែកូន10ឆ្នាំកន្លងទៅហើយតើកូននៅទីកន្លែងណាពុកនឹកកូនខ្លាំងណាស់ពេលនោះចេស្តាបានយំរួចហើយលុតជង្គង់សំពះទៅកាន់ឪពុកគេបាននិយាយថាពុករយៈពេល10ឆ្នាំនេះខ្ញុំរស់នៅតែក្នុងព្រៃខ្ញុំមិនដែលបានមករស់នៅក្នុងស្រុកភូមិនោះទេម្យ៉ាងទៀតដោយសារតែខ្ញុំមិនស្គាល់ផ្ទះសម្បែងរបស់ពុកខ្ញុំមានតែត្រាច់ចោប៉ុណ្ណេះចោដើរទៅដើរមករហូតបានទៅធ្វើការនៅទីកន្លែងមួយណែឥឡូវពុកទៅនៅជាមួយនឹងខ្ញុំទៅ
ជំនួបរវាងឪពុកកូននេះស្រែកយំទ្រហោពេញតែផ្សារធ្វើឲ្យអ្នកផ្សារគ្រប់គ្នាក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកទៅតាមគាត់តើអ្នកណាមិនរំភើបចិត្តទៅមនុស្សដែលបែកគ្នាជាង10ឆ្នាំមិននឹកស្មានថាបានជួបគ្នានៅក្នុងពេលនេះពេលនោះចេស្តាក៏បាននាំឪពុកចូលទៅក្នុងផ្សារទិញសម្លៀកបំពាក់ល្អៗ 3-4 បំលាស់រួចឆោយនាំគាត់ទៅផ្ទះចេស្តាក៏បានទៅសំពះចំពោះជីដូនជីតារបស់គាត់ក្រោយមកគេក៏បាននាំតានឹងជ័យធ្វើដំណើរទៅជាមួយនឹងគ្នានាំទាំងឪពុករបស់ខ្លួនទៅរស់នៅក្នុងផ្ទះរបស់តាកែមានផងដែរដោយសារតែពេលនេះទ្រព្យសម្បត្តិមហាសាលរបស់គេចាយ5ជីវិតក៏ចាយមិនអស់ដែរក្រោយពីទៅដល់ផ្ទះរបស់តាកែមានចេស្តាបានរៀបរាប់សាច់រឿងទាំងអស់ប្រាប់ទៅកាន់គាត់តាកែរំភើបចិត្តខ្លាំងណាស់សម្បីតែគាត់ដែលជាអ្នកដតីក៏គាត់មិននឹកស្មានដែរថាឪពុកកូនបានជួបគ្នាចំណែកឯចេតារបស់ចេស្តាគាត់រំភើបចិត្តខ្លាំងណាស់ដោយសារតែគាត់មិនស្មានថាចៅប្រុសដ៏កំសត់នៅមានជីវិតនោះទេថាកែមានគាត់ក៏បានសួរទៅកាន់ពូស្រួចថាណែស្រួចតើស្អីនោះពេញរទេះនោះពូស្រួចគាត់ក៏បាននិយាយទៅកាន់លោកតាកែថាលោកតាកែតើបើកមើលបន្តិចមើលតើវាជាស្អីពេលនោះតាកែមានក៏បានទៅស្រែកមាត់បាវមើលបន្តិចគាត់បានឈរកាំងស្កប់និយាយអ្វីក៏និយាយមិនចេញប្រពន្ធរបស់គាត់ក៏បានដើរទៅពីក្រោយរួចហើយក៏បានសុំមើលបន្តិចខណៈពេលនោះប្រពន្ធរបស់គាត់ក៏បើកភ្នែកធំនិយាយអ្វីក៏មិនចេញដែរអ្នកទាំងអស់គ្នាក៏ចាប់ផ្ដើមស្រឡំកាំងតើពួកគាត់បានឃើញអ្វីទៅទើបពួកគាត់បើកភ្នែកធំដូចនេះនៅពេលនោះពួកគេទាំងអស់គ្នាក៏បានទៅមើលព្រមគ្នាស្រាប់តែបានឃើញថានៅក្នុងបាវ5រទេះនេះគឺសុទ្ធតែមាសពេជ្រគ្រឿងអលង្ការដ៏មានតម្លៃក្រោយមកចេស្តាក៏បានបញ្ជាឲ្យមនុស្សលើករបស់ទាំងអស់នេះចូលទៅក្នុងផ្ទះក្រោយមកពួកគាត់ក៏ចាប់ផ្ដើមធ្វើម្ហូបអាហារហូបជុំគ្នាដោយសារតែជំនួបមនុស្សបែកគ្នាអស់រយៈពេលជាង10ឆ្នាំការប្រោកប្រាជ្ញមិនឈប់ការសួរនាំក៏មិនឈប់ដែររហូតវេលាថ្ងៃស្អែកលោកតាកែមានក៏ចាប់ផ្ដើមធ្វើពិធីភ្ជាប់ពាក្យកូនក្រមុំរបស់គាត់និងនាយចេស្តានៅក្នុងថ្ងៃនោះគេក៏បានចែករង្វាន់មាសប្រាក់ជាច្រើនឲ្យទៅកាន់កម្មករទាំងអស់គ្នាផងដែររយៈពេលប៉ុន្មានខែកន្លងផុតទៅកម្មវិធីរៀបអាពាហ៍ពិពាហ៍ដ៏ធំមួយនៅក្នុងភូមិក៏ចាប់ផ្ដើមកើតឡើងមិនយូរប៉ុន្មាននាយចេស្តាក៏បានឡើងធ្វើជាសេដ្ឋីនៅក្នុងភូមិនេះមានទាំងមុខរបររស៊ីធំមានទាំងលុយកាក់ច្រើនផងដែរចំណែកឯគេមិនភ្លេចរឿងធ្វើបន់ធ្វើទាននិងមានចិត្តប្រប្រណីទៅដល់កម្មករនិងបាវព្រាវរបស់ខ្លួននោះទេកំឡោះដ៏កំសត់ឥឡូវនេះបានคล้ายទៅជាសេដ្ឋីមានប្រពន្ធដ៏ស្រស់ស្អាតចំណែកឯពូរិនជាមួយនឹងឪពុកម្ដាយរបស់គាត់ក៏មិននឹកស្មានថាបានធ្វើជាឪពុករបស់សេដ្ឋីដែរព្រោះថាគាត់គឺជាអ្នកលក់អំបោះតាមផ្សារតែត្រឹមមួយព្រិចភ្នែកក៏បានមកคล้ายទៅជាឪពុករបស់សេដ្ឋីនៅលើកំណោទ្រព្យសម្បត្តិចាយវាមិនអស់មានអ្នកបំរើឆ្វេងស្ដាំធ្វើឲ្យគាត់នឹកស្មានមិនដល់ពូរិនបាននឹកឃើញទៅដល់ខ្មោចប្រពន្ធបើសិនជាពេលនេះគាត់នៅរស់មើលទៅប្រពន្ធរបស់គាត់មិនដឹងថាសប្បាយចិត្តយ៉ាងណានោះទេមុននឹងប្រពន្ធស្លាប់គាត់បានផ្ដែផ្ដាំឲ្យពូរិនមើលថែកូនប្រុសក៏ប៉ុន្តែពូរិនមិនបានមើលថែគេអស់រយៈពេល10ឆ្នាំនៅពេលជួបបែរជាកូនប្រុសជាអ្នកមើលថែគាត់វិញពូរិនតែងតែអង្គុយសម្រក់ទឹកភ្នែកនឹកទៅដល់ប្រពន្ធរបស់គាត់ចំណែកឯសាច់រឿងមួយនេះក៏សូមបញ្ចប់ទៅត្រឹមនេះផងដែរខ្ញុំបាទអ្នកនិទានសូមថ្លែងអំណរគុណចំពោះការគាំទ្ររបស់ប្រិយមិត្តតាំងពីភាគ1រហូតដល់ចប់ខ្ញុំសូមបញ្ជាក់ថាបន្ទាប់ពីសាច់រឿងដែលបាននិទានចប់ខ្ញុំនឹងប្រម៉ែប្រមូលយកមកចងក្រងយកសាច់រឿងគ្រប់ភាគទាំងអស់យកមកដាក់នៅក្នុងវីដេអូមួយហើយយកបង្ហោះរៀងរាល់ថ្ងៃអាទិត្យសង្ឃឹមថាអ្នកទាំងអស់គ្នាដែលចូលចិត្តតាមដាននោះនឹងស្ដាប់សាច់រឿងពេញទាំងអស់នេះហើយខ្ញុំបាទក៏សូមជូនពរទៅដល់បងប្អូនទាំងអស់គ្នាឲ្យមានសុខភាពល្អសំណាងល្អនិងរីករាយគ្រប់ពេលវេលាសូមអរគុណនិងសូមជម្រាបលា